មហាឆ្នាំទាំង6កាប់លុយឆឹបមានសំណាងណាស់ហឹបមាសហឹបប្រាក់ហោះចូលពេញផ្ទះអ្នកកើតឆ្នាំទាំង6នេះនៅក្នុងខែថ្មីនេះហើយខែថ្មីនេះគឺជាខែដែលលោកអ្នកកើតឆ្នាំទាំង6មានទ្រព្យសម្បត្តិមានជោគរាសីល្អមានលាភមានជ័យមានលុយកាក់មាសប្រាក់ចូលហូរហៀបើលោកអ្នកចង់ធ្វើការដាក់ទុនឬរកស៊ីចរចាឬសំខាន់អ្វីមួយគឺជាឱកាសល្អបំផុតដែលទទួលបានផ្លែផ្កាមកវិញឥតគណនារីឯសម្ព័ន្ធភាពស្នេហាគូស្វាមីភរិយាមានតែភាពស្រស់ស្រាយនិងផ្អែមល្ហែមរកគ្នាប្របីណាស់ទី1អ្នកកើតឆ្នាំមមែពពែព្រះពោធិសត្វជាអ្នកនាំសំណាងល្អទេវតាទ្រព្យនាំមាសនាំប្រាក់ចូលមកដល់ក្នុងផ្ទះក្នុងខែថ្មីនេះហើយដោយធ្វើឲ្យលៀបខាងក្រៅរបស់អ្នកកាន់តែកាន់ខ្លាំងក្នុងឃ្លាំងលុយនៅខែថ្មីនេះឲ្យទៅលោកអ្នកចេះប្រើប្រាស់ឱកាសបានល្អអ្នកនឹងទទួលបានទ្រព្យសម្បត្តិយ៉ាងស្រុកស្ដំលេខនាំលាភសំណាងគឺ369ទី2អ្នកកើតឆ្នាំឆ្លូវកម្ពុជាហោរាប្រាប់ថានៅក្នុងខែថ្មីនេះមិនថាលាភសំណាងខាងក្រៅឬខាងក្នុងទេអ្នកសុទ្ធតែអាចទទួលបានទាំងអស់ឲ្យតែអ្នកប្រើភាពវៃឆ្លាតតែបន្តិចអ្នកនឹងក្លាយជាសេដ្ឋីលុយភ្លាមលេខនាំសំណាងគឺ344ទី3អ្នកកើតឆ្នាំខានៅក្នុងខែថ្មីនេះលាភខាងក្រៅរបស់អ្នកហាក់ឡើងខ្ពស់ដោយធ្វើឲ្យអ្នកដទៃស្ងើចសរសើរមិនដាច់ពីមាត់ឲ្យតែអ្នកបញ្ចេញកម្លាំងតែបន្តិចអ្នកនឹងអាចទទួលបានផលធំចូលមកវិញភ្លាមប៉ុន្តែចំពោះការបណ្ដាក់ទុនអ្នកគួរតែប្រយ័ត្នខ្ពស់លេខនាំសំណាងគឺ655ទី4អ្នកកើតឆ្នាំរោងស្ដេចញាតិនាំសំណាងធំចំណូលរបស់អ្នកនឹងអាចកើនឡើងខ្ពស់នៅក្នុងខែថ្មីនេះមុខរបរនិងការងាររបស់លោកអ្នកក៏អាចទទួលបានផលដែលនឹកស្មានមិនដល់ប៉ុន្តែចំពោះការបណ្ដាក់ទុននៅមានឧបសគ្គតិចតួចដូច្នេះអ្នកគួរតែប្រយ័ត្នទើបអាចកសោបប្រាក់បានមហាសាលលេខនាំសំណាងគឺ444ទី5អ្នកកើតឆ្នាំថោះជើងលេខប្រាប់ថានៅក្នុងខែថ្មីនេះអ្នកនឹងទទួលបានលាភមិនធម្មតាទេអ្នកនឹងអាចចំណេញបានប្រាក់ចូលមកយ៉ាងងាយស្រួលពីការងារសប្តាហ៍របស់លោកអ្នកជាពិសេសលាភខាងក្រៅក៏ខ្ពស់ដែរដោយអ្នកអាចទទួលបានទ្រព្យដែលនឹកស្មានមិនដល់ហូរចូលមកលេខនាំសំណាងគឺ398ទី6អ្នកកើតឆ្នាំកនៅក្នុងខែថ្មីនេះមិនថាលាភខាងក្នុងឬលាភខាងក្រៅនោះទេនោះអ្នកសុទ្ធតែអាចទទួលបានទាំងអស់ឲ្យតែអ្នកចេះប្រើប្រាស់អាកាយបានល្អអ្នកនឹងអាចដឹកទ្រព្យចូលផ្ទះទាំងហឹបលេខនាំសំណាងគឺ322កុំភ្លេចចុច like និង Subscribe នៅមួយផងដើម្បីទទួលបាននូវវីដេអូថ្មីៗជាបន្តទៀតសូមអរគុណ